Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំកូរីខ្ញុំត្រឡប់មកវិញហើយនៅក្នុងថ្ងៃនេះគឺខ្ញុំចង់ធ្វើវីដេអូតាក់ទងជាមួយនឹង prediction សម្រាប់តារានិករទាំង12នៅក្នុងខែ5ហ្នឹងប៉ុន្តែវីដេអូហ្នឹងគឺខ្ញុំនិយាយត្រឹមតែសប្តាហ៍ទី1ទេរយៈពេល7ថ្ងៃពីថ្ងៃទី1រហូតដល់ថ្ងៃទី7ក្នុងខែ5ហ្នឹងអញ្ចឹងណាអូខេអញ្ចឹងសម្រាប់ Cancer Rising គឺនៅថ្ងៃទី3គឺយើងមាន Venus conjunction Neptune នៅក្នុងតារានិករ Aries degree ទី1អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាជា Cancer Rising ឬក៏ជាអ្នកដែលគាត់មាន aspect ដែលនៅក្នុង cardinal sign មិនដូចជា Cancer, Aries, Libra, Capricorn នៅក្នុង degree ទី1នៅក្នុង personal planet របស់អ្នកទាំងអស់គ្នាណាមួយហ្នឹងគឺថានៅក្នុងកំឡុងពេលហ្នឹងគឺអ្នកទាំងអស់គ្នាអាចនឹងជាមនុស្សដែលមានសំណាងជាងគេអញ្ចឹងណាអញ្ចឹងសម្រាប់ Cancer Rising បើសិនជាអ្នកទាំងអស់គ្នាជា Cancer Rising នៅក្នុង degree ទី1អាចនឹងអ្នកទាំងអស់គ្នាអាចនឹងមានសំណាងទាក់ទងជាមួយនឹងអាជីពរបស់អ្នកទាំងអស់គ្នាអញ្ចឹងណាការរកស៊ីរបស់អ្នកទាំងអស់គ្នាអាចនឹងប្រសើរជាងមុនឬក៏ long term goal របស់អ្នកទាំងអស់គ្នាហ្នឹងប្រសើរជាងមុនហើយក៏មួយទៀតក៏អាចនឹងប្រជាប្រិយភាពរបស់អ្នកទាំងអស់គ្នាក៏កើនឡើងជាងមុនអញ្ចឹងណានៅក្នុងថ្ងៃទី3ហ្នឹងអញ្ចឹងប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអាចនឹងអត់មាននៅក្នុង degree ទី1ហ្នឹងទេជា cardinal sign ដែរប៉ុន្តែមិនមែនជា degree ទី1ទេអ្នកទាំងអស់គ្នាមិនមែនថាអ្នកទាំងអស់គ្នាអត់សំណាងទេគ្រាន់ថាយើងសំណាងដូចគ្នាគ្រាន់ថាយើងវានៅក្រោមអ្នកដែលគាត់មាន degree ទី1បន្តិចអញ្ចឹងសម្រាប់ Cancer Rising ដូចខ្ញុំនិយាយអញ្ចឹង Venus conjunction Neptune គឺថានឹងជួយឲ្យអ្នកទាំងអស់គ្នាអាចនឹងមានប្រជាប្រិយភាពជាងមុនមើលទៅគេទៅណាមកណាគេចូលចិត្តជាងមុនប៉ុន្តែត្រូវប្រយ័ត្នដែរអញ្ចឹងណាពីព្រោះអីគុំដោយសារអារឿងNeptune គឺយើងនិយាយអំពី delusional អញ្ចឹងកុំ delusional ខ្លាំងពេកដែលវាខុសពីការពិតពេកអញ្ចឹងទៅអញ្ចឹងហ្នឹងហើយនៅក្នុងថ្ងៃ3គឺខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ Cancer Rising គឺថាការងាររបស់គាត់គឺល្អហើយអាចនឹងមានវិជាប្រិយភាពជាងមុនអាចនឹងប្រម៉ូទបើមិនជាគាត់ជាបុគ្គលិករបស់គេអញ្ចឹងអាចនឹងគាត់មានប្រម៉ូទឡើងទៅតំណែងមួយទៀតអញ្ចឹងណាឬក៏ relationship របស់គាត់មួយប៉ះគាត់អាចនឹងរៀងស្រួលជាងមុនអីចឹងទៅហើយដូចខ្ញុំនិយាយចឹងកុំ delusional ខ្លាំងពេកយើង enjoy energy ហ្នឹងយើងនិយាយទៅបើសិនជាដូចខ្ញុំនិយាយចឹង enjoy energy ហ្នឹងប៉ុន្តែកុំខ្លាំងពេកកុំសម័យខ្លាំងពេកចឹងណាហ្នឹងហើយកុំ delusional ខ្លាំងពេកពីព្រោះអីហើយបើសិនជាចង់ធ្វើអីមួយតាក់ទងជាមួយនឹងការងារនៅក្នុងកំឡុងពេលហ្នឹងដូចខ្ញុំនិយាយចឹងវាល្អហើយក៏ប៉ុន្តែកុំធ្វើអីភ្លាមទេត្រូវមើលឲ្យមែនតើកុំឲ្យវាសពេចស្ពិលចឹងណាយើងបើសិនជាយើងចង់សញ្ញាកុងត្រាឬក៏ចង់ធ្វើការងារណាមួយឬក៏គេតាក់ទងយើងហើយយើងថត promotion អីណាមួយអ្នកទាំងអស់គ្នាត្រូវមើលសិនចឹងណាហ្នឹងហើយត្រូវមើលថាតើវាពិតជាល្អមែនអត់ product មួយហ្នឹងល្អមែនអត់ការងារមួយហ្នឹងល្អមែនអត់តំណែងមួយហ្នឹងល្អមែនអត់ចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់ថ្ងៃ3គឺខ្ញុំមានតែប៉ុណ្្នឹងទេអូខេអញ្ចឹងយើងចូលមកដល់ថ្ងៃទី4គឺយើងមាន Pluto retrograde នៅក្នុងតារានិករ Aquarius នៅក្នុង degree ទី3ដែល Aquarius ស្ថិតនៅក្នុងផ្ទះទី8របស់អ្នកទាំងអស់គ្នាអញ្ចឹងដូចខ្ញុំបាននិយាយចឹង Pluto គឺយើងនិយាយអំពីអី Pluto យើងនិយាយអំពី transformation ហើយយើងនិយាយអំពីការ death and rebirth ការផ្លាស់ប្ដូរអ្វីដែលថ្មីអញ្ចឹងណាយើងស្លាប់ខ្លួនហើយយើងរស់ឡើងវិញអញ្ចឹងទៅហ្នឹងស្រួលយល់អាហ្នឹងគឺវាបែបហ្នឹងហើយនៅពេលដែលវា retrograde គឺវាធ្វើឲ្យយើងត្រឡប់មកគិតឡើងវិញថារឿងដែលយើងចង់ផ្លាស់ប្ដូរហ្នឹងវាពិតជាត្រូវមែនអត់ពិតជាអ្វីដែលយើងចង់បានមែនអត់អញ្ចឹងសម្រាប់ Aquarius គឺវាស្ថិតនៅក្នុងផ្ទះទី8របស់អ្នកទាំងអស់គ្នាដែល Aquarius អ្នកទាំងអស់គ្នាដឹងហើយគឺនិយាយជាភពដែលនិយាយអំពី revolution អញ្ចឹងទៅអញ្ចឹងនៅពេលដែលវាស្ថិតនៅក្នុងផ្ទះទី8របស់អ្នកទាំងអស់គ្នាដែលតាក់ទងជាមួយនឹងទ្រព្យមរតកឬក៏លុយរបស់អ្នកដទៃឬក៏ investment ឬក៏អាចយើងក៏អាចនិយាយពីបំណុលបានដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់វិនិយោគលើអីមួយណាក្នុងកំឡុងពេលហ្នឹងអ្នកទាំងអស់គ្នាអាចគិតម្ដងទៀតពីព្រោះអីអញ្ចឹងអាចនឹងអ្នកទាំងអស់គ្នាចង់វិនិយោគនៅលើអីមួយដើម្បីឲ្យផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងអស់គ្នាឲ្យប្រសើរជាងមុនអីចឹងទៅប៉ុន្តែមុននឹងវិនិយោគក្នុងកំឡុងពេលហ្នឹងដោយសារតែ Pluto retrograde គឺយើងមានរយៈពេល
5 ខែអញ្ចឹងនៅពេលដែលវា retrograde វាអាចនឹងមានការសពិចសពិលអញ្ចឹងណាវាអត់ច្បាស់ដូចនៅពេលដែល Pluto direct ទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ invest លើអីមួយអ្នកទាំងអស់គ្នាអាចនឹងគិតពិចារណាសិនអញ្ចឹងណាកុំឲ្យវាពីព្រោះអីពេលហ្នឹងគឺអាចនឹងសពិចសពិលវាជាមួយនឹង Venus conjunction Neptune ផងដូចខ្ញុំនិយាយអញ្ចឹងគឺវាល្អ aspect Venus conjunction Neptune ប៉ុន្តែអាចនឹងមានការសម័យ delusional របស់យើងបាំងមុខអញ្ចឹងបើអ្នកទាំងអស់គ្នាចង់វិនិយោគអីមួយដើម្បីឲ្យជីវិតរបស់អ្នកទាំងអស់គ្នាប្រសើរជាងមុននៅក្នុងកំឡុងពេលហ្នឹងចាប់ពីថ្ងៃទី4ទៅរយៈពេល5ខែអ្នកទាំងអស់គ្នាត្រូវតប្រយ័ត្នបន្តិចត្រូវមើលឲ្យស្រួលបួលតិចចឹងណាហើយតកតងជាមួយបើសិនជាអ្នកទាំងអស់គ្នាចង់ដោះបំណុលអីទេឬក៏ចង់ដោះបំណុលដោះអីទេអ្នកទាំងអស់គ្នាអាចគិតរកវិធីថាធ្វើម៉េចដោះបំណុលនៅក្នុងកំឡុងពេលហ្នឹងប៉ុន្តែអាចនឹងហ៊ានសពិចសពិលដូចខ្ញុំនិយាយចឹងវាអាចនឹងរៀនសពិចសពិលក្នុងខែ5អញ្ចឹងណាក្នុងចាប់ពីខែ5ហ្នឹងទៅរយៈពេល5ខែជាងអាចនឹងខែ10ថ្ងៃទីប៉ុន្មានទៅគឺដូចជា Pluto direct ពេញហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងមានវិធីល្អជាងមុនអញ្ចឹងណាហើយមួយទៀតតកតងជាមួយនឹងhidden enemy ដូចគ្នាយ៉ាងអាចនឹងនិយាយបានថាអ្នកទាំងអស់គ្នាគួរតែប្រយ័ត្នដែរថាអ្នកជុំវិញខ្លួនរបស់អ្នកទាំងអស់គ្នានឹងពិតជាស្រឡាញ់អ្នកទាំងអស់គ្នាមែនអត់ឬក៏ពួកគាត់ស្រឡាញ់អ្នកទាំងអស់គ្នាដើម្បីដោយសារតែអ្នកទាំងអស់គ្នារៀងទន់ភ្លន់ឬក៏អ្នកទាំងអស់គ្នាមានប្រយោជន៍សម្រាប់គេទេអញ្ចឹងពេលហ្នឹងអ្នកទាំងអស់គ្នាអាចនឹងសង្កេតឃើញថាមានគេយកភាពស្មោះត្រង់របស់អ្នកទាំងអស់គ្នាហ្នឹងយកទៅស៊ីខ្សែលើរបស់អ្នកទាំងអស់គ្នាអីចឹងទៅឬក៏អ្នកខ្លះស្រឡាញ់អ្នកទាំងអស់គ្នាចូលមកអ្នកទាំងអស់គ្នាគ្រាន់តែចង់បានអ្វីពីអ្នកទាំងអស់គ្នាទៅវិញទេគេមិនបានផ្ដល់ក្តីស្រឡាញ់ផ្ដល់ក្តីគោរពឲ្យអ្នកទាំងអស់គ្នាដោយដែលអ្នកទាំងអស់គ្នាផ្ដល់ឲ្យគេទេអញ្ចឹងនៅក្នុងកំឡុងពេលហ្នឹងអ្នកទាំងអស់គ្នាអាចនឹងឃើញបែបហ្នឹងដែរអញ្ចឹងអ្នកទាំងអស់គ្នាជាអ្នកសម្រេចចិត្តទេដូចខ្ញុំនិយាយអញ្ចឹងអ្នកទាំងអស់គ្នាចង់ផ្ដាច់គាត់ក៏ផ្ដាច់ទៅបើមិនចង់ផ្ដាច់ក៏ខ្ញុំអត់ដឹងនិយាយថាម៉េចដែរហើយតកតងជាមួយនឹងលុយរបស់គេអាចនឹងអ្នកទាំងអស់គ្នាមុននឹងចាយមុននឹងធ្វើអីតកតងជាមួយនឹងលុយរបស់គេគួរតែព្យាយាមប្រយ័ត្នបន្តិចចឹងណាហ្នឹងហើយគួរតែដូចខ្ញុំនិយាយចឹងពីព្រោះអីវាអាចនឹងមានការសពិចសពិលរយៈពេល5ខែហ្នឹងអញ្ចឹងកុំធ្វើអីបខំពេកចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់Cancer rising សម្រាប់ Pluto retrograde ខ្ញុំមានតែប៉ុណ្្នឹងទេអូខេអញ្ចឹងយើងតមកដល់ថ្ងៃទី7គឺយើងមាន Mercury conjunction Chiron នៅក្នុងតារានិករ Aries ដូចគ្នាដែលនៅក្នុង degree ទី24ដែលវាស្ថិតនៅក្នុងផ្ទះលេខ10របស់អ្នកទាំងអស់គ្នាអញ្ចឹងដូចខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងនៅពេល Venus conjunction Neptune គឺអ្នកទាំងអស់គ្នាអាចនឹងមានប្រជាប្រិយភាពជាងមុនក៏ប៉ុន្តែភាពប្រជាប្រិយភាពហ្នឹងក៏អាចនឹងធ្វើឲ្យអ្នកទាំងអស់គ្នាជួបឬក៏ប្រឈមមុខជាមួយនឹងស្នាមរបួសដែលអ្នកទាំងអស់គ្នាតែងតែលាក់ឬក៏រឿងដែលអ្នកទាំងអស់គ្នាចង់កិច្ចនៅក្នុងកំឡុងពេលហ្នឹងថ្ងៃទី7ហ្នឹងអ្នកទាំងអស់គ្នាអាចនឹងជួបនឹងរឿងហ្នឹងឬក៏អាចថា public opinion ណាលក្ខណៈថាមតិយោបល់របស់ប្រជាជនអាចនឹងមតិយោបល់របស់អ្នកផ្សេងទៀតដែលគេឃើញអ្នកទាំងអស់គ្នាដែលមិនមែនជាអ្នកចិត្តដិតអីមួយអ្នកទាំងអស់គ្នាហ្មងទេថាពួកអីផ្ទះទី10ហ្នឹងគឺយើងនិយាយអំពី public image អញ្ចឹងមិនប្រកាសថាអ្នកដែលគេផ្ដល់មតិឲ្យអ្នកទាំងអស់គ្នាគឺជាអ្នកចិត្តស្នាលេអញ្ចឹងអាចនឹងនៅពេលដែលអ្នកទាំងអស់គ្នាផុសនៅក្នុង Facebook ផុសអីក្នុង opinion អីដែលរបស់អ្នកទាំងអស់គ្នានឹងអាចនឹងមានគេទៅមានគេអីអញ្ចឹងណាដែលធ្វើឲ្យអ្នកទាំងអស់គ្នាអាចនឹងមានអារម្មណ៍ថា insecure អីចឹងទៅក៏ប៉ុន្តែaspect ហ្នឹងវាអាក្រក់ transit ហ្នឹងវាអាក្រក់វាអត់អាក្រក់ទេគឺវាជា aspect មួយដែលចក្រវាឡប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាគួរតែប្រឈមមុខជាមួយនឹងស្នាមរបួសហ្នឹងទៅគួរតែប្រឈមមុខមួយវាព្យាបាលស្នាមរបួសហ្នឹងឲ្យជាដាច់ដើម្បីឲ្យជីវិតរបស់អ្នកទាំងអស់គ្នាប្រសើរជាងមុនអញ្ចឹងបើសិនជាក្នុងកំឡុងពេលហ្នឹងអ្នកទាំងអស់គ្នារៀងកើនមានប្រជាប្រិយភាពអញ្ចឹងនៅពេលដែលយើងមានប្រជាប្រិយភាពហ្នឹងហើយវាមកតំណាគ្នាត្រូវអត់ទាំង fan ទាំង hater គឺមកស្មើគ្នាហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាធ្លាប់តែកិច្ចមុខមិនចង់ឲ្យអ្នកណាឬក៏គេនិយាយអីចូលក្នុងតិចអ្នកទាំងអស់គ្នាធ្វើឲ្យអ្នកទាំងអស់គ្នាឈឺចាប់ទេដូចខ្ញុំនិយាយអញ្ចឹងប្រឈមមុខមួយវាទៅគុំរត់កិច្ចប្រឈមមុខជាមួយវាដើម្បីព្យាបាលជំងឺនឹងធ្វើឲ្យយើងនឹងជីវិតរបស់យើងនឹងវាកាន់តែប្រសើរជាងមុនអញ្ចឹងណា
ហ្នឹងហើយអញ្ចឹងសម្រាប់ Cancer Rising នៅក្នុងសប្តាហ៍ទី1ខែ5ហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់កន្លែងណាអាច comment សួរខ្ញុំខាងក្រោមទៀតខ្ញុំនឹងព្យាយាមបកស្រាយឲ្យច្បាស់ជាងនឹងអញ្ចឹងណាអូខេអរគុណច្រើនបាយបាយ